នៅក្នុងពិភពគណិតវិទ្យាមានលទ្ធផលចម្លែកៗជាច្រើនដែលអាចកើតឡើងបាននៅពេលយើងផ្លាស់ប្ដូរច្បាប់មួយចំនួនប៉ុន្តែមានច្បាប់មួយដែលយើងតែងតែត្រូវបានប្រាប់ថាមិនត្រូវបំពានឡើយច្បាប់នោះគឺកុំចែកនឹង0តើហេតុអ្វីបានជាការប្រើតួលេខធម្មតានិងប្រមាណវិធីមូលដ្ឋានអាចបង្កើតបញ្ហាបែបនេះបានជាធម្មតានៅពេលយើងចែកនឹងចំនួនដែលកាន់តែតូចទៅតូចចម្លើយនឹងកាន់តែធំទៅធំឧទាហរណ៍10ចែកនឹង2ស្មើ5 10ចែកនឹង1ស្មើ10 10ចែកនឹង1/1លានស្មើ10លានហើយចម្លើយបន្តធំឡើងថែមទៀតនៅពេលចំនួនដែលយើងចែកនោះកាន់តែខិតជិត0ដូច្នេះវាហាក់ដូចជាថាប្រសិនបើយើងបន្តចែកនឹងចំនួនដែលខិតជិត0រហូតដល់0ចម្លើយនឹងធំឡើងគ្មានដែនកំណត់តើមានន័យថា10ចែកនឹង0ស្មើនឹងអាណន់ឬវាស្ដាប់ទៅសមហេតុផលប៉ុន្តែអ្វីដែលយើងដឹងពិតប្រាកដនោះគឺនៅពេល10ចែកនឹងចំនួនដែលខិតជិត0ចម្លើយខិតជិតអាណន់នេះខុសពីការនិយាយថា10ចែកនឹង0ស្មើនឹងអាណន់ហេតុអ្វីបានជាខុសដើម្បីយល់រឿងនេះយើងត្រូវយល់ថាការចែកមានន័យយ៉ាងដូចម្ដេចឧទាហរណ៍10ចែកនឹង2អាចសួរថាតើត្រូវបូក2ប៉ុន្មានដងទើបបាន10ឬ2គុណនឹងប៉ុន្មានទើបស្មើ10តាមពិតការចែកគឺជាប្រមាណវិធីផ្ទុយពីការគុណនៅពេលយើងគុណចំនួនមួយនិងចំនួនមួយផ្សេងទៀតយើងអាចសួរថាតើមានចំនួនណាមួយដែលអាចយកមកគុណបន្ថែមដើម្បីទទួលបានចំនួនដើមវិញដែរឬទេចំនួននោះត្រូវបានគេហៅថាចម្រាស់គុណឧទាហរណ៍3គុណនឹង2ស្មើ6ប្រសិនបើយើងយក6គុណនឹង1/2យើងនឹងទទួលបាន3មកវិញដូច្នេះ1/2គឺជាចម្រាស់គុណរបស់2ដូចគ្នានេះដែរ1/10គឺជាចម្រាស់គុណរបស់10ចំនួនណាមួយនៅពេលគុណនឹងចម្រាស់គុណរបស់វាតែងតែស្មើ1ប្រសិនបើយើងចង់ចែកនឹង0យើងត្រូវស្វែងរកចម្រាស់គុណរបស់0នោះមានន័យថាយើងត្រូវរកចំនួនមួយដែលគុណនឹង0ហើយទទួលបាន1ប៉ុន្តែមានបញ្ហាមួយមិនថាយើងយកចំនួនអ្វីមកគុណនឹង0ក៏ដោយលទ្ធផលតែងតែស្មើ0ជានិច្ចដោយសារតែគ្មានចំនួនណាមួយដែលគុណនឹង0ហើយបាន1ទេដូច្នេះ0មិនមានចម្រាស់គុណឡើយប៉ុន្តែតើរឿងនេះជាទីបញ្ចប់មែនទេជាការពិតអ្នកគណិតវិទ្យាធ្លាប់បង្កើតច្បាប់ថ្មីៗជាច្រើនរួចមកហើយឧទាហរណ៍កាលពីអតីតកាលគ្មាននរណាដឹងថាត្រូវធ្វើដូចម្តេចជាមួយរឹសការ៉េនៃចំនួនអវិជ្ជមាននោះទេប៉ុន្តែក្រោយមកអ្នកគណិតវិទ្យាបានកំណត់ថារឹសការ៉េនៃដក1ស្មើនឹងចំនួនថ្មីមួយហៅថា i ការកំណត់ថ្មីនេះបាននាំឲ្យកើតមានប្រព័ន្ធចំនួនកុំភ្លេចទាំងមូលដូច្នេះតើយើងអាចបង្កើតច្បាប់ថ្មីមួយដោយកំណត់ថាអាណន់ស្មើនឹង1លើ0បានដែរឬទេតើសាកល្បងមើលប្រសិនបើយើងកំណត់ថា1លើ0ស្មើនឹងអាណន់នោះតាមនិយមន័យនៃចម្រាស់គុណយើងត្រូវមាន0គុណនឹងអាណន់ស្មើ1បើដូច្នេះ0គុណនឹងអាណន់បូក0គុណនឹងអាណន់គួរតែស្មើ2ប៉ុន្តែតាមច្បាប់បំបែកនៃការគុណយើងអាចសរសេរវាឡើងវិញជា0បូក0គុណនឹងអាណន់ហើយដោយសារតែ0បូក0ស្មើ0វាខ្ល้ายទៅជា0គុណនឹងអាណន់ប៉ុន្តែយើងបានកំណត់រួចហើយថា0គុណនឹងអាណន់ស្មើ1ដូច្នេះយើងទទួលបានថា1ស្មើ2ច្បាស់ណាស់នេះជាលទ្ធផលដែលមិនអាចទទួលយកបាននៅក្នុងគណិតវិទ្យាធម្មតាជាការពិតមានប្រព័ន្ធគណិតវិទ្យាពិសេសមួយចំនួនដែលអាចកែប្រែច្បាប់ដើម្បីឲ្យលទ្ធផលបែបនេះមានន័យប៉ុន្តែវាមិនមានប្រយោជន៍សម្រាប់ការគណនាធម្មតារបស់យើងនោះទេតាមពិតទៅមានគោលគំនិតមួយហៅថា Sweariman ដែលពាក់ព័ន្ធនឹងការចែកនឹង0តាមវិធីពិសេសមួយប៉ុន្តែនោះគឺជាប្រធានបទសម្រាប់ពេលក្រោយសម្រាប់ពេលនេះយើងអាចសន្និដ្ឋានបានថាការចែកនឹង0នៅក្នុងគណិតវិទ្យាធម្មតាមិនត្រូវបានកំណត់ឡើយទោះជាយ៉ាងណាក៏ដោយការសាកល្បងគំនិតថ្មីៗនិងការសួរសំណួរចំពោះច្បាប់ចាស់ៗគឺជាអ្វីដែលជួយឲ្យគណិតវិទ្យារីកចម្រើនព្រោះពេលខ្លះការបំបែកច្បាប់មួយអាចនាំយើងទៅរកពិភពគណិតវិទ្យាថ្មីមួយដែលគ្មាននរណាធ្លាប់ស្រមៃដល់ពីមុន